សួរថាហេតុអីបានជាអ្នកខ្លះគេរកទ្រព្យសម្បត្តិបានច្រើនខ្លះទៀតរកទ្រព្យសម្បត្តិបានតិចព្រះសម្មាសម្ពុទ្ធលោកប្រាប់ហេតុអ្នកដែលគេរកទ្រព្យសម្បត្តិបានច្រើនមកពីគេមានបញ្ញាញោមញាតិមានបញ្ញាអ្នកដែលសត្វសោយទ្រព្យសម្បត្តិរកមិនបានជាមិនគ្រប់គឺមនុស្សអត់មានបញ្ញាទេនេះហេតុផលដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងប្រាប់អាស្រ័យនេះបានជាពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធលោកបង្រៀនមនុស្សឲ្យសន្សំបញ្ញាកើតមានដល់មនុស្សគ្រប់រូបទាំងអស់ដោយការសិក្សារៀនសូត្រចម្រើនបញ្ញារបស់មនុស្សឲ្យកើតមានបញ្ញាវិពាក្យថាបញ្ញានេះជាភាសាបាលីភាសាសំស្ក្រឹតថាប្រាជ្ញាខ្មែរយើងនិយាយទាំងពីរថាបញ្ញាក៏និយាយប្រាជ្ញាក៏និយាយតែអត់បានយល់អត្ថន័យជាខ្មែរថាម៉េចទេពាក្យថាបញ្ញាឬប្រាជ្ញានេះប្រែជាខ្មែរថាសេចក្តីស្គាល់សេចក្តីដឹងរបស់ពវត្ថុសពបែបសត្វយ៉ាងគេហៅបញ្ញាអ្វីដែលមិនស្គាល់អានោះអត់មានបញ្ញាទេនេះបញ្ញាហ្នឹងស្គាល់ហេតុស្គាល់ផលស្គាល់សពស្គាល់ទុកព្រោះអាក្រក់ល្អដល់ជាទូបញ្ញានេះព្រះសម្មាសម្ពុទ្ធលោកប្រាប់ញោមញាតិទាំងឡាយគ្រប់គ្នាថាអ្នកដែលមានទ្រព្យសម្បត្តិបរិបូរណ៍ច្រើនគឺមកពីគេមានបញ្ញាព្រោះតែអ្នកអត់បញ្ញាហើយរកអត់គ្រប់ទេញោមញាតិមិនចាំមើលទៅណាឆ្ងាយទេឲ្យញោមញាតិមើលទៅក្នុងស្រុកនឹងបងស្រុករបស់ញោមញាតិនឹងបងស្រុកក៏ធំណាស់ញោមញាតិមើលទៅមនុស្សអត់ស្មើនេះទេខ្លះបានធ្វើមន្ត្រីរាជការឬជាអ្នកជំនួញជួនប្រែលក់ដូរអីទៅគេមានបញ្ញាហ្នឹងគេរកទ្រព្យសម្បត្តិបានគេសាងជីវិតគេឲ្យបានសុខបានព្រោះបញ្ញាហ្នឹងឯងអ្នកអាត្មាសូមបញ្យល់ញោមញាតិឲ្យយល់ទៅតាមពុទ្ធដីការបស់ព្រះពុទ្ធលោកឲ្យបំបត្តិសេចក្តីល្ងងនោះបាត់ព្រោះយើងរៀនសូត្រតែមករៀនអត់បាត់ទេផងនៅតែចឹងឯងពុទ្ធសាសនាសម្បត្តិដែលខ្ពង់ខ្ពស់ជាងគេគឺបញ្ញា